បាទសួស្តីបុកម៉ាក់បងប្អូនអតិថិជនទាំងអស់គ្នាបាទនេះរៀបចំបាន4គ្រឿងបាទផ្លុំខ្យល់ស្វីក្រោយក្នុងប្រភេទនេះមកទឹកមកពីជប៉ុនបាទហើយក៏ជាផលិតផលរបស់ជប៉ុនដែរម៉ាគីតាបាទម៉ាគីតាជប៉ុនសុទ្ធបាទគឺផុសនៅលើហ្នឹងហ្មងបាទពុំទៅស្លោចាក់ចេញមកអញ្ចឹងណាបាទហើយប្រភេទនេះលេខអស់ធំឯបាទលេខអស់ធំឯលេខវា7660បាទខ្យល់មហាសែនខ្លាំងបាទខ្លាំងមែនតើប្រភេទស្វីក្នុងនេះបាទនេះប្រភេទយួរដៃម៉ាគីតាដូចគ្នាប្រើសាំងសុទ្ធដូចគ្នានេះសម្រាប់បងប្អូនយកទៅផ្លុំស្លឹកបាទឈើតាមចកាតាមអីឬក៏យកទៅផ្លុំសម្រាមទៅតាមទីធ្លាបាទផ្ទះទីធ្លាសាលារៀនទីធ្លាវត្តអារាមអីគឺប្រើប្រភេទនេះគឺអេមបាទតូចស្រាលហើយបោះជប៉ុនសុទ្ធគឺមានត្រាអញ្ចឹងបាទជាប់តួអញ្ចឹងបាទផុសពុំស្រោះចាក់មកអញ្ចឹងណាបាទហើយនៅលើស៊ីម៉ាំងក៏គេវាយដែរបាទនៅខាងក្នុងស៊ីម៉ាំងនេះបាទដល់ថតនេះវាបាំងអាវពិបាកមើលបន្តិចបាទហើយអេមបាទសវល់ថ្មីចេះទាំងយួរដៃទាំងប្រភេទស្វីខ្នងបាទអញ្ចឹងសូមចិត្តបងប្អូនមួយទៀតបាទដែលគាត់ចង់សួរបាទជួយឆាតសួរមកបាទកុំខមមិនសួរខាងក្រោមវីដេអូខ្ញុំមិនបានឆ្លើយតបទេបាទហើយត្រូវការបាទចង់ទិញអីពិតប្រាកដឲ្យច្បាស់លាស់អីបាទឬក៏មិនទាន់ទិញឬក៏អីចង់សួរព័ត៌មាននេះឆាតចូលមកបាទហ្នឹងហើយឆាតចូល page មកឬក៏ Telegram មកបាទអានេះសំណុំស៊ីនទាំងអស់បាទ42ក៏ស៊ីនបាទ42ម៉ាគីតាជាប់នឹងស៊ីនទាំងអស់បាទអត់មានខូចខៃទេហើយក៏អត់មានដាក់គ្រឿងអាយចូលដែរបាទទាំងប្រភេទយួរដៃក៏ដូចគ្នាដែរបាទសំណុំស៊ីនទាំងអស់បាទអេមកំពុងនេះធំណាស់បងប្អូនគ្នាបាទកំពុងចូលមកទឹកជាងនេះបាទអញ្ចឹងខ្យល់ខ្លាំងបាទសម្រាប់បងប្អូនយកទៅបាញ់តាមការដ្ឋានផ្លូវក៏បានបាទតាមចកាក៏បានបាទអីក៏បានបាទនិយាយរួមឲ្យតែមានតម្រូវការម៉ាស៊ីនផ្លុំខ្យល់បាទយកទៅធ្វើអីក៏បានព្រោះប្រភេទស្វីក្នុងនេះបាទវាអស់លេខបាទធំអស់លេខហើយក៏ខ្លាំងផុតលេខដែរហ្នឹងហើយពាក់ព័ន្ធនឹងគ្រឿងបន្លាស់មានទាំងអស់បាទទាំងប្រភេទស្វីក្នុងក៏ខ្ញុំមានគ្រឿងបន្លាស់ខូចខាត់មានគ្រឿងបន្លាស់ទាំងប្រភេទយួរដៃមានគ្រឿងបន្លាស់ដូចគ្នាបាទហើយបងប្អូនដែលប្រជាទិញពីខាងខ្ញុំទៅបាទយកទៅប្រើប្រាស់អត់កំណត់រយៈពេលនេះបាទថ្ងៃណាខូចខាត់យកមកជួសជុលនៅកន្លែងខ្ញុំវិញបានបាទហើយបងប្អូននៅតាមបណ្ដាខេត្តដែលប្រជាទិញបាទអាចមកដល់ទីតាំងឃ្លាំងខ្ញុំផ្ទាល់ក៏បានបាទឲ្យខ្ញុំផ្ញើក៏បានបាទហើយបងប្អូននៅតាមខេត្តបើប្រជាទិញឲ្យខ្ញុំផ្ញើឲ្យបាទតើដាក់លុយមកមុនបានខ្ញុំផ្ញើបានឲ្យបាទតម្រូវដាក់លុយមកមុនបានខ្ញុំផ្ញើបានឲ្យគ្រប់អតិថិជនអស់បាទគឺតម្រូវដាក់លុយមកមុនបានខ្ញុំផ្ញើបានឲ្យតាមក្រោយបាទហើយបងប្អូនដែលចង់មកដល់ទីតាំងឃ្លាំងហ្នឹងក៏បានដែរបាទទីតាំងឃ្លាំងខ្ញុំនៅគីឡូម៉ែត្រលេខ7បាទខណ្ឌអាស័យកែវនៅខាងក្រៅផ្សារច្រាំងជំរះមកត្រង់អត់បត់តាណាទាំងអស់បាទប្រហែលជា2គីឡូពីផ្សារមកបងប្អូនទាំងគ្នាបាទហ្នឹងហើយហើយបងប្អូនមិនភ័យមិនបារម្ភទេសុទ្ធតែផ្លឹងឯងបាទមកមើលក៏ម៉ាស៊ីនហ្នឹងខ្ញុំផ្ញើក៏ម៉ាស៊ីនហ្នឹងបាទមកទិញក៏ស្អាតខ្ញុំផ្ញើក៏ស្អាតបាទអត់មានបងប្អូនទិញទៅដាក់ម៉ាស៊ីនស្ទើរឬក៏ដាក់អីឲ្យអត់ទេព្រោះមុននឹងខ្ញុំផ្ញើឲ្យបងប្អូនបាទខ្ញុំលំអិតបាទលំអិតគ្នាអស់ហើយបាទខ្ញុំផ្ញើជូនបាទអញ្ចឹងបងប្អូនដែលប្រជាទិញបាទមិនបាច់ភ័យមិនខ្លាចទេបាទឆាតមកសួរមកបាទថាចង់ចិត្តចង់បានទេបាទសួរមកអត់បញ្ហាទេបាទហ្នឹងឯងឆាតចូលមក Telegram ក៏បានឆាត Facebook ក៏បានដែរបាទឆាតមកបាទឬក៏ call មកក៏បានដែរបាទអត់បញ្ហាហ្នឹងហើយអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងបាទអរគុណច្រើនបងប្អូនអរគ្នាសូមអរគុណបាទសូមគោរពលា